cho vót tụi tôi ca ốp thom mà bị na ta rót ốp thom đo vót thế vót ọt miên tụi tôi ca ốp thom bị rót thế vót tụi tôi ca ốp thom nâng com trô bị put bò đờ sát chấm nó trường vót có đôi chiếc put bò đờ sát để miên sạch hết chia thla vô đăng piประពុទ្ធសាសនាពិតប្រកបអញ្ចឹងវត្តរស់ដោយអត្តាហេអត្តនោនេថោខ្លួនជាទីពឹងរបស់ខ្លួនតាមរយៈបច្ច័យ4ដែលញាតិញោមពុទ្ធបរិស័ទប្រគេនមិនមែនទទួលការឧបត្ថម្ភឬស៊ីប្រាក់ខែឬក៏យកជំនួយចេញមកពីណាទេប៉ុន្តែវត្តមានតែជំនួយជួយទៅញាតិញោមវិញជួយទៅអ្នកក្រីក្រវិញជួយទៅអ្នកខ្វះខាតអ្នកអត់ឃ្លានវិញអាជាតិសាសនាព្រះមហាក្សត្រអត់អាចអត់មួយណាបានទេហើយសាសនាវត្តអារាមហ្នឹងគឺជាមូលដ្ឋានគ្រឹះអក្សរសាស្ត្រជាតិរបស់យើងគឺជាកន្លែងទុកវប្បធម៌ទាំងស្រុងនៅកន្លែងហ្នឹងគឺជាកន្លែងដាក់គម្ពីរក្បួនខ្នាតទាំងឡាយនៅក្នុងហ្នឹងហើយក៏ជាកន្លែងសម្អាតចិត្តអប់រំចិត្តធ្វើឲ្យមនុស្សឆ្កួតចិត្តជាចិត្តវិញអ្នកខ្លះញៀនថ្នាំបែកថ្នាំទេណាឆ្កួតទេណាទៅបួសរៀននៅវត្តជាវិញណាអ្នកខ្លះធ្លាប់ជាប់គុកច្រវាក់កែមិនឡើងវាចង់ចូលទៅជាលក្ខណៈដេរឆានទៅហើយប៉ុន្តែមកចូលវត្តអប់រំបានសិក្សារៀនសូត្រខ្លាយទៅជាអ្នកដឹកនាំខ្លាយទៅជាអ្នកដែលមានឫទ្ធិអំណាចនិងទូនាទីឋានៈទៅវិញខ្ញុំជួបផ្ទាល់ខ្ញុំមានដើមកំណើតចេញមកពីវត្តដូចគ្នាហើយសពថ្ងៃខ្ញុំក៏ស្ថិតនៅក្នុងនាមជាក្មេងវត្តដែរខ្ញុំជួបផ្ទាល់មានក្មេងម្នាក់មកពីក្រុងសៀមរាបក្មេងហ្នឹងបែកថ្នាំបែកលងាងតែម្ដងម៉ែឪប្រដៅមិនស្ដាប់ហើយម៉ែឪគាត់ហ្នឹងមិនមែនអ្នកក្រទេណាមិនមែនអ្នកក្រទេផ្ទះដីលុយឡានការ៉ាសាំងការ៉ាឡានគេមួយខែចំណូលគេចូលរាប់លានដុល្លារប៉ុន្តែប្រដៅកូនមួយមិនស្ដាប់ប្រដៅមិនបានយកមកឲ្យប៊ូសរៀននៅវត្តឥឡូវបានអីកាយខ្លួនឡាយទៅជាមនុស្សល្អខ្លាយទៅជាធនធានល្អនៅក្នុងសង្គមអាហ្នឹងឯងគុណសម្បត្តិរបស់វត្តកាយពីមនុស្សចិត្តប្រែតចិត្តដេរឆាននៅខ្លាយទៅជាមនុស្សដែលមានចិត្តល្អប្រពៃថ្លៃថ្លាវិញតាមការស្រាវជ្រាវមកយើងឃើញថានៅអំឡុងសតវត្សទី13យុវជននិងក្មេងៗបានទៅរៀននៅវត្តហើយបន្តមករៀននៅវត្តបានយូរបន្តិចបានចេះដឹងផ្នែកអាណាចក្រច្រើនបន្តិចក៏តម្រូវឲ្យបួសសាងភ្នោះរៀនផ្នែកពុទ្ធចក្រឬផ្នែកព្រះពុទ្ធសាសនាដាក់ចុះវត្តអេអើយដាក់ចិត្តមួយបានហើយបាទតែនេះបងនៅខាងទឹកក្រោះខាងហនុមានបាទបើសិនជាមាននេះមកតទៅវិញបងអូមិនតមិនបាទអរគុណច្រើនបងអរគុណច្រើនអរគ្នាបង